ទីចាជាបន្តសូមសម្លេងតែដៃអបអរសាទរទៅដល់ប្អូនកុមារាកូដូម៉ូខេ7ភាសុភ័ក្រដែលប្អូនមកពីខេត្តពោធិ៍សាត់បងព្រះស៊ីដែលមើលថែគាត់នោះគឺ Freshy Boy អូសំខាន់បាទជាបន្តសូមសម្លេងអបអរសាទរចំពោះកុមារាកូដូម៉ូ K8 ចិត្រាគង្គគាប្អូនមកពីខេត្តកំពង់ចាមព្រមទាំងមានបង Freshy មើលថែគាត់គឺ Freshy Boy ងួនសូរតនាចាជាបន្តសូមសម្លេងតែដៃអបអរសាទរទៅដល់ប្អូនកុមារាកូដូម៉ូ K9 សំណាងតារារដ្ឋីដែលប្អូនមកពីខេត្តសៀមរាបបង Freshy ដែលមើលថែគាត់នោះគឺ Freshy Boy អេងច័ន្ទតារាបាទជាបន្តសូមសម្លេងអបអរសាទរចំពោះកុមារី K10 ហេងវិសាលមកពីខេត្តបាត់ដំបងបង Freshy ដែលមើលថែប្អូននោះគឺ Freshy Boy វ៉ាន់កុសលចាជាបន្តសូមសម្លេងតែដៃអបអរសាទរទៅដល់ប្អូនកុមារីកូដូម៉ូ K11ច័ន្ទសុគន្ធករណាដែលប្អូនមកពីខេត្តកំពង់ចាមបង Freshy ដែលមើលថែគាត់នោះគឺ Freshy Boy សេងសៀកលៀមដែលជាដៃគូពិធីការពិធីកជាមួយនាងខ្ញុំចាបាទអរគុណហើយនឹងជាចុងក្រោយសូមសម្លេងអបអរសាទរចំពោះកុមារី K12 យ៉ាតសវណ្ណដានីមកពីខេត្តបាត់ដំបងប្អូនគឺជាកូនកាត់អាឡម៉ង់ហើយបង Freshy ដែលមើលថែគាត់គឺ Freshy Girl មេងយាលីបាទចាដោយដែលប្រិមិត្តត្រួតទស្សនិកជនបានជ្រាបរួចមកហើយថាមានក្រុម Freshy Girl and Boy ចំនួនទី14ទាំង12រូបបានជាជំនួយទៅដល់លោកគ្រូនិងអ្នកគ្រូក្នុងការបង្ហាត់បង្រៀនទៅដល់បងប្អូនទាំងការហាត់រាំច្រៀងក៏ដូចជាកាយវិការផ្សេងព្រោះថាការជោគជ័យរបស់បងប្អូនកូដូម៉ូទាំង12រូបក៏ជាមោទនភាពរបស់យើងខ្ញុំទាំងអស់គ្នាដែរចាបាទប្រិយមិត្តទស្សនិកជនជាទីមេត្រីខ្ញុំបាទក៏សូមជម្រាបជូនពីលក្ខខណ្ឌនៅក្នុងការប្រកួតសប្តាហ៍ទី4នេះគឺតម្រូវឲ្យបងប្អូនកុមារកូដូម៉ូគ្រប់រូបបង្ហាញសមត្ថភាពទឹកដមសម្លេងនៅប្រភេទបទចម្រៀងបែបចង្វាក់យឺត slow សង់ទីម៉ងបាទហើយមិនប្រកាន់ចំពោះបទចម្រៀងសម័យពីដើមឬក៏បទចម្រៀងបែបសម័យបច្ចុប្បន្ននេះទេគឺធ្វើយ៉ាងណាដើម្បីទាមទារបន្ទុកពីគណៈកម្មការហើយបងប្អូនកុមារកូដូម៉ូរូបណាដែលបង្ហាញសមត្ថភាពល្អជាងគេនឹងទទួលបានរង្វាន់ពីផលិតផលសម្រាប់កុមារកូដូម៉ូចំណែកឯបង Freshy ដែលមើលថែពួកគាត់ក៏នឹងទទួលបានវត្ថុអនុស្សាវរីយ៍ពីផលិតផលសាប៊ូស៊ូគូបាស៊ូនិងហ្វមលាងដៃគីរីអ៊ីផងដែរបាទចាប្រិមិត្តត្រួតទស្សនិកជនទាំងអស់គ្នាក៏អាចចូលរួមដាក់បន្ទុកទៅដល់បងប្អូនកូដូម៉ូរូបណាដែលលោកអ្នកគិតថាពេញចិត្តគ្រាន់តែคลิก like រូបរបស់ប្អូននៅតាមបណ្ដាញទំនាក់ទំនងសង្គម Facebook ហើយប្អូនកូដូម៉ូរូបណាដែលទទួលការ like ច្រើនជាងគេប្អូនកូដូម៉ូរូបនោះនឹងទទួលបានពានរង្វាន់ប្រជាប្រិយភាពបាទប្រិយមិត្តទស្សនិកជនជាទីមេត្រីមុននឹងជួបជាមួយនឹងកម្មវិធីជាបន្តយើងសូមនាំអារម្មណ៍ប្រិយមិត្តទស្សនិកជនជួបជាមួយនឹងបទយកការពីកម្មវិធីថាតើការពិសប្តាហ៍កន្លងផុតទៅមានទស្សនវិជ្ជាយ៉ាងណាហើយរយៈពេលចំនួន1សប្តាហ៍កុមារកូដូម៉ូទាំងអស់បានហាត់រៀនបានដល់កម្រិតណានោះសូមជួបជាមួយនឹងបទយកការពីកម្មវិធីដូចតទៅបាទគឺជាពេលរបស់កូដូម៉ូមកពួកយើងមកចំណាយបែដងមានស្រីឈីមែនទេចាយកុំរួមទួនខ្លួននៅក្មេងរំទៅនឹងភ្លេងចង់វ៉ាងកកលើកដៃឡើងជើងបាទតែក៏ព្រៀបក៏ព្រៀបសេវព្រៀបរួបចិត្តបងក៏ផឹកអមចាតែគ្រើមថាបងមិនហ៊ានមកទៅហើយស្រីគឺខ្លួនហើយស្រៀបពាក់ស្រីឲ្យខ្ញុំចាប់អារម្មណ៍ម៉ែអើយម៉ែក៏ឃើញពីមុនតែពុតមើលស្វាមួយនេះរំពីអូនលើទេតែខ្លួនគឺហាហើយពាក់វ៉ាន់តាអីក៏លើមែនទេតែ
មកកាន់កម្មវិធីប្រកួតតារាចម្រៀងយុវកុមារកោដម៉ូឆ្នាំទី7វគ្គបង្ហាញសមត្ថភាពសប្តាហ៍ទី4 ចានេះគឺជាវេទិកាមួយដែលបានបើកឱកាសទៅឲ្យបងប្អូនកុមារកម្ពុជាដែលមានសមត្ថភាពទេពកោសល្យផ្នែកទឹកដមសំនៀងអាចមានឱកាសឡើងមកលើវេទិកាដើម្បីបញ្ចេញនូវសមត្ថភាពរបស់បងប្អូនផ្ទាល់តែម្ដងចាហើយបងប្អូនក៏ទទួលបាននូវការបណ្ដុះបណ្ដាលបន្ថែមជាគ្រឹះដើម្បីក្លាយជាតារាចម្រៀងដ៏មានប្រជាប្រិយភាពនាពេលខាងមុខបាទប្រិយមិត្តទស្សនិកជនជាទីមេត្រីខ្ញុំបាទសូមរំលឹកម្ដងទៀតពីលក្ខខណ្ឌពីកម្មវិធីប្រកួតក្នុងសប្តាហ៍នេះគឺតម្រូវឲ្យបងប្អូនកុមារកោដម៉ូគ្រប់រូបឡើងមកបកស្រាយបង្ហាញសមត្ថភាពទឹកដមសម្លេងនៅប្រភេទបទចម្រៀងចង្វាក់ស្លូវិញម្ដងមិនប្រកាន់ថាបទចម្រៀងបែបសម័យពីដើមឬក៏សម័យបច្ចុប្បន្ននោះទេគឺធ្វើយ៉ាងណាដើម្បីទាក់ទាញបន្ទុកពីគណៈកម្មការសម្រាប់បងប្អូនកុមារកោដម៉ូរូបណាដែលបង្ហាញសមត្ថភាពល្អជាងគេនឹងទទួលបានរង្វាន់អនុស្សាវរីយ៍ពីផលិតផលសម្រាប់កុមារកោដម៉ូហើយចំណែកបង Freshy ដែលមើលថែរូបគាត់នោះក៏នឹងទទួលបានវត្ថុអនុស្សាវរីយ៍ពីផលិតផលស៊ូគូប៊ូស៊ូនិងសាប៊ូលាងដៃគីរីអ៊ីផងដែរបាទចាដោយក្នុងសប្តាហ៍នេះដើម្បីជាដំណាភាពនិងយុត្តិធម៌ដូចជាសប្តាហ៍កន្លងទៅនោះកម្មវិធីក៏បានធ្វើការចាប់ឆ្នោតទៅឲ្យបងប្អូនកុមារកោដម៉ូដែលចាប់ឆ្នោតជាលំដាប់ដើម្បីបងអូនឡើងមកបកស្រាយនៃបទចម្រៀងរបស់ខ្លួនចាតើបងអូនកោដម៉ូរូបណាដែលជាលំដាប់ទី1ចាប្រិមត្តត្រួតទស្សនិកជនក៏អាចបោះឆ្នោតគាំទ្រទៅដល់បងអូនកោដម៉ូរូបណាដែលលោកអ្នកគិតថាពេញចិត្តគ្រាន់តែคลิก like នៅលើរូបថតរបស់បងអូនកោដម៉ូរូបនោះតាមបណ្ដាញទំនាក់ទំនងសង្គម Facebook Flash Kodomo Club Cambodia ហើយបងអូនកោដម៉ូរូបណាដែលទទួលបានការ like ច្រើនជាងគេបងអូនកោដម៉ូរូបនោះនឹងទទួលបានពានរង្វាន់ប្រជាប្រិយភាពបាទដើម្បីកុំឲ្យខាតពេលវេលាយូរយើងខ្ញុំសូមនាំអារម្មណ៍ប្រិយមិត្តទស្សនិកជនមកជួបជាមួយនឹងការបង្ហាញសមត្ថភាពរបស់បងប្អូនកុមារកោដម៉ូដូចតទៅដែលជាដំបូងសូមជួបជាមួយនឹងកុមារីកោដម៉ូ K10 ហើយវិសាលមកពីខេត្តបាត់ដំបងអូននឹងឡើងបកស្រាយបទចម្រៀងមួយបទដែលមានចំណងជើងថានៅសុកមានអារម្មណ៍ចង់យំដែលជាសំនៀងដើមរបស់កញ្ញាអុកសគុណកញ្ញាព្រមទាំងមានបង Freshy Boy វ៉ាន់កុសលជាអ្នកមើលថែបងអូនផងដែរបាទចាបើចង់ដឹងថាបងអូនកោដម៉ូមានសមត្ថភាពទេពកោសល្យទឹកដមសំនៀងដល់កម្រិតណានោះសូមរីករាយតាមដានទស្សនានិងផ្ដល់បន្ទុកសម្រាប់បងអូនដូចតទៅអូនចង់ស្ដាប់ម្ដងទៀតតើបានទេចង់ឲ្យបងនិយាយដដែលចង់ធ្វើជាមនុស្សបងស្នេហ៍ជាងគេសម្រាប់បងគឺល្អគ្រប់យ៉ាងបងគុំកិនតាមខាងតើបានទេបើបងស្រឡាញ់អូនកុំស្ដាប់ពាក្យគេអ្នកណាថាអូនភ្លេចស្នេហ៍អ្នកណាថាឈប់ស្នេហ៍បងនៅសុខស្រាប់តែមានអារម្មណ៍ចង់យំមានអារម្មណ៍ថាឯកាគ្មានអ្នកណាយល់អារម្មណ៍ដល់តែសើចសប្បាយខ្លាចជាសើចលេងសំគេរៀបចំឲ្យយើងបែកបងក៏ប្លប់បែកតាមគេនៅសុខស្រាប់តែមានអារម្មណ៍ចង់យំតែងដងហង្បាត់ពីទ្រូងពីបាក់ទ្រាំណាដឹងទេលេងក៏បងចោះចាញ់មិនព្រមជឿជាស្នេហ៍នឹងស្និទ្ធស្នាលខ្លាំងជាងគេពេលនេះគេទៅចោលខ្ញុំហើយ
គុំស្ដាប់ពាក្យគេអ្នកណាថាអូនភ្លេចស្នេហ៍អ្នកណាថាឈប់ស្នេហ៍បងនៅសុខសុខស្រាប់តែមានអារម្មណ៍ចង់យំមានអារម្មណ៍ថាឯកាគ្មានអ្នកណាយល់អារម្មណ៍ស្លាប់តែសើចសប្បាយខ្លាចជាសើចលេងសំគេរៀបចំឲ្យយើងបែកបងក៏ព្រមបែកតាមគេនៅសុខសុខស្រាប់តែមានអារម្មណ៍ចង់យំតែងដងហាំងបាត់ពីទ្រង់ពីបាក់ទ្រាំណាដឹងទេតែងក៏បងចោះចាញ់មិនព្រមជឿជាស្នេហ៍នោះស្និទ្ធស្នាលខ្លាំងជាងគេពេលនេះគេទៅចោលខ្ញុំហើយនៅសុខសុខស្រាប់តែមានអារម្មណ៍ចង់យំមានអារម្មណ៍ថាឯកាគ្មានអ្នកណាយល់អារម្មណ៍ស្លាប់តែសើចសប្បាយខ្លាចជាសើចលេងសំគេរៀបចំឲ្យយើងបែកបងក៏ព្រមបែកតាមគេនៅសុខសុខស្រាប់តែមានអារម្មណ៍ចង់យំតែងដងហាំងបាត់ពីទ្រង់ពីបាក់ទ្រាំណាស់ទាំងទេតែងក៏បងចាស់មិនព្រមជឿជាស្នេហ៍នោះស្និទ្ធស្នាលខ្លាំងជាងគេពេលនេះគេទៅចោលខ្ញុំហើយដេកក៏បងចោះចាញ់មិនព្រមជឿជាស្នេហ៍នោះស្និទ្ធស្នាលខ្លាំងជាងគេពេលនេះគេទៅចោលខ្ញុំហើយចាសូមអរគុណទៅដល់បងអូនកុមារកោដម៉ូ K10 ជាបន្តសម្រាប់វគ្គនេះសូមជួបជាមួយនឹងបងអូនកុមារកោដម៉ូ K11 សុភ័ក្ររដ្ឋាវ៉ាន់ដែលបងអូនមកពីខេត្តកណ្ដាលបងអូនឡើងមកបកស្រាយនៅបទចម្រៀងមួយបទក្រោមចំណងជើងថាឆ្នាំមុនដែលជាសំនៀងដើមរបស់លោកព្រាបសុវត្ថិព្រមទាំងមាន Freshy Girl គង់ច័ន្ទស្រីដែនជាអ្នកមើលថែបងអូនផងដែរចាបាទចង់ដឹងថាការបង្ហាញសមត្ថភាពរបស់បងអូនយ៉ាងណានោះសូមរីករាយទស្សនាដូចតទៅបាទបងកុំ
ដូចជាគណៈកម្មការទាំងអស់គ្នាបានយល់យ៉ាងណាដែរចំពោះការបង្ហាញសមត្ថភាពរបស់ប្អូនកុមារកុដមោ K1 អបាញ់វិញបាទហើយជាបន្តកម្មវិធីសូមនាំអារម្មណ៍ប្រិយមិត្តជួបជាមួយនឹងកុមារីកុដមោ K2 វ៉ែនច័ន្ទរស្មីមកពីខេត្តត្បូងឃ្មុំប្អូននឹងឡើងមកបកស្រាយបទចម្រៀងមួយបទដែលមានចំណងជើងថាបើបានបងជាគូដែលជាសំនៀងដើមរបស់កញ្ញាអុកសកុនកញ្ញាព្រមទាំងមានបង Fresh Girl ជ្រឹងស្រីហួយជាអ្នកមើលថែផងដែរបាទចាសូមគោរពអញ្ជើញទស្សនានិងផ្ដល់ពិន្ទុសម្រាប់ប្អូនដូចតទៅស្រឡាញ់រូបបងមិនគួរស្នេហ៍ស្នងបងធ្វើប្រងើបានជួបគ្នាហើយភ្លេចធ្វើកាន់តាយកាន់តាយអោប្របងអើយអូននៅតែស្នេហ៍ស្រឡាញ់អូននៅតែស្រឡាញ់អូននៅស្រឡាញ់មីបងជាតិនេះបើមិនបានបងជាគូទឹកភ្នែកអូនហូរមានពេលស្បើយមានតាជូនអូនដើរត្រើយនេះជាចាំឡើយនៃចិត្តភាំងក្តីរូបអូននៅតែស្នេហ៍រូបអូននៅតែស្នេហ៍តែបងមួយនៅក្នុងជាតិនេះស្រឡាញ់រូបបងមិនគួរប្របងធ្វើប្រងើយបានជួបគ្នាហើយភ្លេចធ្វើកាន់តាយអោប្របងអើយអូននៅតែស្នេហ៍អូននៅតែស្រឡាញ់អូននៅតែស្រឡាញ់អូននៅស្រឡាញ់មីបងជាតិនេះបើមិនបានបងជាគូទឹកភ្នែកអូនហូរមានពេលស្មើយមានតែបងហើយជូនអូនដើរត្រើយនេះជាចាំឡើយនៃចិត្តភាំងក្តីរូបអូននៅតែស្នេហ៍រូបអូននៅតែស្នេហ៍តែបងមួយនៅក្នុងជាតិនេះយ៉ាងណាដែរលោកគណៈកម្មការនិងប្រិយមិត្តទ្រទស្សនិកជនព្រោះថាបងប្អូនកុមារកុដមោគឺបានទទួលនៅវិញ្ញាសាច្រៀងជាបទចម្រៀងលក្ខណៈស្លូសង់ទីម៉ងលោកសិលីមយល់យ៉ាងណាដែរបាទសម្រាប់រូបខ្ញុំបាទគឺថាមានអារម្មណ៍កោតសរសើរដល់បងប្អូនកុមារកុដមោគ្រប់រូបព្រោះគាត់
នៅក្មេងប៉ុន្តែគាត់អាចបកស្រាយបទចម្រៀងបានគ្រប់ទម្រង់នៃបទចម្រៀងហើយប្រិយមិត្តទស្សនិកជនក៏អាចចូលរួមដាក់បន្ទុកទៅដល់បងប្អូនកុមារកូដម៉ូតាមរយៈការចុច like លើរូបភាពបងប្អូនកុមារកូដម៉ូរូបណាដែលលោកអ្នកពេញចិត្តនៅលើបណ្ដាញទំនាក់ទំនងសង្គម Facebook/Kodomo Club Cambodia ហើយសម្រាប់កុមារកូដម៉ូរូបណាដែលទទួលបានការ like ច្រើនជាងគេនឹងទទួលបានពានរង្វាន់ប្រជាប្រិយភាពពីកម្មវិធីរបស់យើងបាទ ចាយើងខ្ញុំទាំងពីររូបក៏សូមជម្រាបជូននៅដំណឹងល្អពីក្រុមហ៊ុន BKA Entertainment កម្មវិធីប្រកួតរាំ Love to Dance ចំនួនទី3បានចាប់ផ្ដើមហើយសម្រាប់មិត្តយុវវ័យដែលចាប់អារម្មណ៍អាចទទួលបែបបទដាក់ពាក្យនៅផ្សារទំនើប Paragon និងនៅស្ថានីយ៍ទូរទស្សន៍ My TV ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី5ខែកញ្ញានាពេលខាងមុខវគ្គប្រកួត Audition ដំបូងនៅថ្ងៃទី6ខែកញ្ញានៅទីតាំងផ្សារទំនើប Paragon ដែលលោកអ្នកអាចទំនាក់ទំនងតាមលេខទូរស័ព្ទ 023 212 168 ឬ 016 667 666 ដែលលោកអ្នកអាចទំនាក់ទំនងតាមបណ្ដាញទំនាក់ទំនងសង្គម Facebook Flash Love to Dance Fan Page បាទវគ្គក្រោយប្រិយមិត្តទស្សនិកជននឹងបានជួបជាមួយនឹងការបង្ហាញសមត្ថភាពជាបន្តរបស់បងប្អូនកុមារកូដម៉ូប៉ុន្តែពេលនេះកម្មវិធីសូមអនុញ្ញាតសម្រាប់បន្តិចសិនបាទ